ในក្នុងវីដេអូនេះខ្ញុំបង្ហាញបងប្អូនទាំងគ្នាអំពីរបៀបដោះស្រាយ File Explorer error អូខេចឹងក្នុងករណីនេះបើសិនជាយើងមាន File Explorer នេះ error យើងអាចចូលមកកាន់យើងវាយមក Explorer option ណាយើងនឹងឃើញ Explorer option នេះយើងធ្វើការចុចទៅលើ Explorer option ហ្នឹងមកអូខេតមកទៀតវានឹងបង្ហាញទម្រង់ Explorer បែបនេះអញ្ចឹងចុចពាក្យថាclear ចុចលើពាក្យ clear មកយើងចុចពាក្យ restore default ណាអូខេបន្តមកទៀតយើងចូល view យើងចុច reset folder ណាយើងចុច reset folder មកចុច yes មកអូខេបន្តមកទៀតយើងចុច apply អូខេណាបន្តមកទៀតយើងអាចចូលមកកាន់ folder របស់យើងបានហើយណាគឺយើងអាចចូលមកបានធម្មតាអូខេមួយទៀតបើសិនជាករណីវា error ឧទាហរណ៍ករណីថាបើសិនជា folder នឹង error ណាឧទាហរណ៍ folder នេះ error យើងគ្រាន់ធ្វើការ rename វាបានដែរឧទាហរណ៍ថា folder មួយនេះ error អញ្ចឹងយើងគ្រាន់តែធ្វើការ right click មកយើងធ្វើការ rename វាមកថាឥឡូវឈ្មោះវិចារាអញ្ចឹងទៅអញ្ចឹងខ្ញុំលុបមកខ្ញុំដាក់តែវិចអញ្ចឹងទៅអូខេអញ្ចឹងយើងអាចធ្វើការបើក folder បើកវីដេអូនោះបានហើយបើសិនជាវាមានការ error អញ្ចឹងណាអូខេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងកុំភ្លេចជួយ like follow និង subscribe ជេនែល YouTube admin ម្នាក់មួយផងយើងជួបគ្នានៅវីដេអូក្រោយ